ពេលដែលអ្នកមានទុកកុំភ្លេចធម៌ព្រោះធម៌ជួយអ្នកឲ្យមានស្មារតីរឹងមាំហ៊ានទទួលស្គាល់ការពិតនៃជីវិតនៅពេលដែលសេចក្តីទុកកើតឡើងមនុស្សយើងមានរបៀបឬក៏ការគិតផ្សេងគ្នាអ្នកខ្លះក៏គិតថាការបរិភោគនៅទឹកសម្បឹងទៅធ្វើឲ្យបន្លំនៅសេចក្តីទុកឬក៏បំបត្តិនៅសេចក្តីទុកអ្នកខ្លះទៀតក៏គាត់យល់ថាការធ្វើដំណើរកម្សាន្តទៅកាន់ទីដទៃផ្សេងធ្វើឲ្យបំបត្តិបង់នៅសេចក្តីទុករឿងទាំងអស់នេះយើងអាចដឹងថាអាចបាត់នៅសេចក្តីទុកដែរប៉ុន្តែมันបានយូរនោះទេត្រឹមតែមួយគ្រាមួយខណៈតែប៉ុណ្ណោះប៉ុន្តែបុគ្គលដែលមាននៅសេចក្តីទុកហើយស្រាប់តែស្ដាប់ធម៌រៀនធម៌អប់រំចិត្តជាដើមហើយធ្វើឲ្យដំណើរជីវិតរបស់យើងនឹងប្រព្រឹត្តទៅបានល្អប្រសើរជាងមុនព្រោះធ្វើឲ្យយើងយល់ព្រោះការស្ដាប់ធម៌មិនដូចជាការបរិភោគនៅទឹកសម្បឹងឬក៏ការធ្វើដំណើរទៅកាន់ទីកម្សាន្តផ្សេងនោះទេព្រោះធម៌ជួយអ្នកឲ្យមានស្មារតីរឹងមាំហ៊ានទទួលស្គាល់ការពិតនៃជីវិតបានន័យសេចក្តីថាពេលដែលយើងកើតទុកព្រោះមនុស្សយើងម្នាក់ជាទូទៅតែងតែមានសេចក្តីទុកមិនថាទុកតិចឬក៏ទុកច្រើននោះទេអាស្រ័យជាមួយនឹងការអប់រំចិត្តរបស់យើងរៀងខ្លួនប៉ុន្តែនៅពេលដែលសេចក្តីទុកកើតឡើងបើដូចជាសម្រាប់ញាតិញោមដែលថ្មីណាគាត់ទៅតែស្ដាប់ធម៌រៀនធម៌អីចឹងទៅគឺស្ដាប់ធម៌រៀនធម៌អប់រំចិត្តស្រាលទៅធ្វើឲ្យសភាពផ្លូវចិត្តរបស់គាត់នឹងចាប់ផ្ដើមបានធូរប្រសើរបន្តិចម្ដងប៉ុន្តែសម្រាប់អ្នកដែលមានឱកាសមានពេលវេលាចង់សិក្សាពធឲ្យមានជំរឿបន្ថែមដើម្បីឲ្យយល់ដឹងអំពីដំណើរជីវិតនឹងថាមិនបានចេះតែសេចក្តីទុកនឹងកើតឡើងមិនបានរឿងនឹងចេះតែកើតឡើងមិនបានគេធ្វើឲ្យយើងដល់សេចក្តីទុកលំបាកជាដើមអញ្ចឹងមានតែការសិក្សាបរមត្ថធម៌គឺព្រះអភិធម្មនឹងឯងធ្វើឲ្យយើងបានយល់អំពីដំណើរជីវិតនឹងឯង